រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងអប់រំយុវជននិងកីឡានិងស្ថាប័នពាក់ព័ន្ធបានយកចិត្តទុកដាក់ខ្ពស់ទៅលើការអប់រំនិងថែទាំកុមារអូធីសឹមតាមរយៈគោលការណ៍មិនបោះបង់អ្នកណាម្នាក់នេះគឺជាអគារសិក្សាដ៏ធំស្កឹមស្កាយ2ខ្នងដែលមួយខ្នងជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោហ៊ុនសែននិងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែននិងមួយខ្នងទៀតជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតីហ៊ុនម៉ាណែតនិងលោកជំទាវបណ្ឌិតពេជ្រចាន់មនីហ៊ុនម៉ាណែតសម្រាប់ផ្ដល់ជូនដល់ការសិក្សារបស់កុមារអូធីសឹមនៅក្នុងទឹកដីនៃក្រុងតាខ្មៅខេត្តកណ្ដាលតាមការឲ្យដឹងពីលោកចាន់សរិនដែលជានាយកគ្រប់គ្រងនៃវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅបានដឹងថាកាលពីដើមឡើយសាលាអប់រំបង្រៀនកុមារអូធីសឹមនេះគ្រាន់តែជាអង្គការមួយតែប៉ុណ្ណោះក៏ប៉ុន្តែដោយសារតែការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជាជាពិសេសសម្ដេចតេជោអតីតនាយករដ្ឋមន្ត្រីលោកក៏បានសម្រេចឲ្យមានការបង្កើតជាសាលាដ៏ធំនេះឡើងដើមឡើយគឺយើងជាសាលាអង្គការមួយទេដែលធ្វើការជាមួយកុមារអូធីសឹមបាទប៉ុន្តែដោយសារនៅឆ្នាំ2021ហ្នឹងដល់2021គឺជួបពីបញ្ហាវិបត្តិថវិកាច្រើនហើយខ្ញុំបាទក៏បានគ្រប់ស្នើសុំដល់សម្ដេចពុកកាលនោះលោកជានាយករដ្ឋមន្ត្រីលោកបានសុំដល់សម្ដេចពុកឲ្យលោកបានជួយសាលាហើយសម្ដេចពុកដោយលោកឃើញពីផលប្រយោជន៍ដល់ប្រជាពលរដ្ឋជួយដល់ការងារសង្គមច្រើនសម្ដេចពុកក៏បានប្រែក្លាយសាលាអង្គការនេះឲ្យទៅជាវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅនៅថ្ងៃទី3ខែកុម្ភៈឆ្នាំ2021តែម្ដងអញ្ចឹងការពីយើងនៅអង្គការគឺយើងមានជួបការលំបាកច្រើនប៉ុន្តែដោយពេលសម្ដេចពុកលោកបើឃើញពីការលំបាកលោកជួយហើយក៏បានសាលាយើងក៏បានក្លាយជាវិទ្យាល័យតែម្ដងក្នុងពេលឆ្នាំ2021ហ្នឹងក្នុងពេលហ្នឹងគឺមានបញ្ហាកូវីដច្រើនណាស់បាទប៉ុន្តែទោះបីរដ្ឋាភិបាលត្រូវជួយដល់ជនដែលឆ្លងកូវីដក៏ដោយប៉ុន្តែពុកនៅតែជួយដល់កុមារចៅដែលមានបញ្ហាពិការភាពសតិបញ្ញានិងអូធីសឹមនៅក្នុងតាខ្មៅនេះក៏ដូចជានៅក្នុងទូទាំងប្រទេសកម្ពុជាផងដែរវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅនេះគឺជាគ្រឹះស្ថានអប់រំដ៏សំខាន់មួយដែលផ្ដល់ការអប់រំដល់កុមារខ្សោយសតិបញ្ញាឬអូធីសឹមសាលាបានក្លាយជាវិទ្យាល័យឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជាក្នុងវិស័យអប់រំពិសេសដល់សិស្សដែលមានពិការភាពសតិបញ្ញាឬអូធីសឹមមកដល់ពេលនេះវិទ្យាល័យមានសិស្សប្រមាណជាង300នាក់ដែលកំពុងសិក្សាហើយបាននឹងកំពុងខិតខំប្រឹងប្រែងក្នុងការផ្ដល់នូវការអប់រំប្រកបដោយគុណភាពខ្ពស់ព្រមទាំងយកចិត្តទុកដាក់ដល់សុខុមាលភាពនិងការអភិវឌ្ឍរបស់សិស្សានុសិស្សវិទ្យាល័យអប់រំពិសេសទទួលបានការជឿទុកចិត្តពីសំណាក់អាណាព្យាបាលឪពុកម្ដាយរបស់កុមារដែលមានសតិបញ្ញាខ្សោយឬអូធីសឹមនេះដែលបានបញ្ជូនពួកគេមកសិក្សានៅទីនេះពាក់ព័ន្ធលក្ខខណ្ឌសាលាគឺទី1គាត់ត្រូវតែមានកូនដែលមានបញ្ហាអូធីសឹមឬក៏ Down syndrome ឬក៏ពិការភាពសតិបញ្ញាអញ្ចឹងលក្ខខណ្ឌ3ហ្នឹងគឺអាចចូលរៀនបានហើយទី2គាត់មានអាយុចាប់ពី3ឆ្នាំឡើងទៅបាទហើយនៅពេលដែលគាត់ចាប់អាយុ3ឆ្នាំគាត់មានលិខិតបញ្ជាក់ពីពេទ្យជំនាញថាកូនគាត់មានបញ្ហាអូធីសឹមឬក៏ Down syndrome ឬក៏ពិការភាពសញ្ញាពេលនេះគឺយើងចាប់ដើមអាចចូលរៀនបានហើយពេលចូលមកដល់សាលាចាប់ដើមធ្វើ assessment ឡើងវិញថាតើកូនគាត់នឹងមាន function ណាមួយដែល low function high function ទីថាតើគាត់មានបាត់អីខ្លះក្នុងការដែលយើងធ្វើតេស្តគាត់ដំបូងហ្នឹងហើយបើយើងចាប់ដាក់ចូលថ្នាក់ទៅតាមពិការភាពរបស់គាត់ទីគាត់កម្រិតស្រាលដាក់តាមស្រាលធ្ងន់ដាក់តាមធ្ងន់បាទនេះគឺជាលក្ខខណ្ឌដែលចូលរៀនពាក់ព័ន្ធនឹងការសិក្សារបស់យើងបាទបច្ចុប្បន្នវិទ្យាល័យអប់រំពិសេសមានសិស្សចំនួន350នាក់បាទហើយនៅក្នុងមួយថ្នាក់យើងដាក់បានតែសិស្ស10នាក់ហើយគ្រូ2បញ្ជាគោលការណ៍ច្បាប់ល្អបំផុតគឺត្រូវការគ្រូ2សិស្ស5 6នាក់ប៉ុន្តែដោយសារយើងខ្វះខាតយើងដាក់ត្រឹមសិស្ស10នាក់គ្រូ2ដើម្បីជួយសម្របសម្រួលហើយគ្រូ1ជាគ្រូបង្រៀនគ្រូបង្គោលហើយមួយទៀតគឺជាគ្រូជំនួយជួយគាត់នៅពេលដែលគាត់ក្មេងៗត្រូវការទៅបន្ទប់ទឹកឬក៏ត្រូវការធ្វើអ្វីមួយនេះជាអ្វីដែលយើងអនុវត្តកន្លងទៅដែលឡែកកិច្ចការមួយទៀតគឺសិស្សទាំងអស់នេះគឺមាន300ជាងហ្នឹងគឺគ្រូយើងមានរហូតដល់ជិត100នាក់ដែលត្រូវការបង្រៀនគ្រប់ថ្នាក់ទាំងអស់ប៉ុន្តែនៅម៉ោងនេះពេលនេះគឺយើងនៅមានសិស្សរាប់រយនាក់ទៀតកំពុងរងចាំសាលាដែលកំពុងរងចាំសាលាបន្ថែមទៀតវិទ្យាល័យក៏បានទទួលការគាំទ្រយ៉ាងខ្លាំងផងដែរពីរាជរដ្ឋាភិបាលកម្ពុជាក្រសួងអប់រំយុវជននិងកីឡានិងសប្បុរសជននានាអគារសិក្សាដ៏ស្រស់ស្អាតចំនួន2ខ្នងកម្ពស់3ជាន់ស្មើនឹង36បន្ទប់គឺជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោហ៊ុនសែននិងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនិងលោកជំទាវបណ្ឌិតពេជ្រចាន់មនីហ៊ុនម៉ាណែតដែលត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការកាលពីពេលថ្មីកន្លងទៅនេះ
ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតពេជ្រចាន់មនីហ៊ុនម៉ាណែតដែលតាមរយៈអគារសិក្សាដ៏ស្រស់ស្អាតនេះនឹងរួមចំណែកដ៏សំខាន់ក្នុងការអប់រំកុមារខ្សោយសតិបញ្ញាឬ Autism ដែលជាកូនចៅរបស់បងប្អូនប្រជាពលរដ្ឋមិនត្រឹមតែរស់នៅក្រុងតាខ្មៅប៉ុណ្ណោះទេបងប្អូនប្រជាពលរដ្ឋមកពីបណ្ដាខេត្តផ្សេងៗក៏អាចទទួលបានការសិក្សានៅទីនេះផងដែរជាដំបងពេលដែលខ្ញុំមកដល់សាលានេះដំបងហ្នឹងគឺខ្ញុំទី1ខ្ញុំឃើញមជ្ឈដ្ឋានគឺមើលទៅគឺមានផាសុកភាពល្អហើយគេថាធ្វើឲ្យក្មេងយើងមានការសប្បាយចិត្តក្នុងការសិក្សាទី1ដំបងដែលខ្ញុំអត់តបានរៀនគឺកំណត់ខ្ញុំដំបងតទៅពេលខ្ញុំបានចោះឈ្មោះចូលរៀនទៅឃើញថាលោកគ្រូអ្នកគ្រូគាត់ខំប្រឹងជួយដូចថាកូនយើងមានការខ្វះខាតជាពិសេសពិបាកបំផុតក្នុងការនិយាយស្ដីហើយអត់ដឹងពីអារម្មណ៍កូននឹងគិតពីអីអញ្ចឹងលោកគ្រូអ្នកគ្រូគាត់ព្យាយាមខំប្រឹងទម្រាំតែនឹងស្វែងយល់ពីអារម្មណ៍របស់កូនខ្ញុំរហូតអាចជួយឲ្យកូនខ្ញុំអាចនិយាយបានខ្ញុំសូមអរគុណដល់សម្ដេចធិបតីចានិងសម្ដេចពុកដែលបានបង្កើតសាលានេះមកហើយក៏មានចិត្តសប្បាយរីករាយថារដ្ឋាភិបាលបានជួយដល់ក្មេងៗជាពិសេសកុមារ Autism នេះឲ្យមានឱកាសក្នុងការរៀនសូត្រដោយកុមារដទៃទៀតហើយមិនត្រឹមតែប៉ុណ្ណោះទេសម្ដេចក៏បានជួយកសាងសាលាចាឲ្យសាលាមានថ្នាក់គ្រប់គ្រាន់សម្រាប់សិស្សទាំងអស់គ្នាបានចូលរួមព្រោះឥឡូវក្មេងជំងឺ Autism ច្រើនណាស់បរិស្ថានគឺជាចំណុចសំខាន់ណាស់សម្រាប់អាណាព្យាបាលក៏ដូចសិស្សសាស្ត្រសិស្សទាំងអស់កាលណាចូលមកឃើញបរិស្ថានស្អាតសាលាស្អាតលោកគ្រូមានវិន័យត្រឹមត្រូវនេះជាចំណុចមួយដែលចាប់ផ្ដើមរបស់កូនក្មេងជាជំហានបន្ទាប់គឺយើងគិតថាគុណភាពល្អណាអរគុណដល់រាជរដ្ឋាភិបាលជាពិសេសដល់សម្ដេចធិបតីសម្ដេចពុកដែលបានជួយឧបត្ថម្ភនៅសាលានេះបោះកកើតឡើងកិច្ចខិតខំប្រឹងប្រែងនេះរួមមានការបង្កើតជាសាលាអប់រំពិសេសការបណ្ដុះបណ្ដាលគ្រូជំនាញការលើកកម្ពស់ការយល់ដឹងជាសាធារណៈដើម្បីជួយដល់កុមារទាំងអស់នេះឲ្យមានសក្តានុពលនិងការរស់នៅប្រសើរឡើងពាក្យថាការអប់រំមិនបោះបង់គឺជាការបន្តអប់រំដល់កុមារដែលមានពិការភាពនិង Autism ធ្វើយ៉ាងណាខិតខំឲ្យពួកគាត់មានភាពល្អប្រសើរឡើងវិញនៅពេលដែលខ្ញុំចាប់អារម្មណ៍ថាកូនមិនដូចជាក្មេងធម្មតាគឺនៅពេលដែលគាត់អាយុ2ឆ្នាំកន្លះខ្ញុំយកមកប្រឹក្សាបន្ទាប់មកខ្ញុំចាប់អារម្មណ៍ថាកូនខ្ញុំអត់ដូចកូនគេដទៃផ្សេងការនិយាយស្ដីរបស់គាត់ការយល់ដឹងអំពីសង្គមខាងក្រៅយឺតជាងក្មេងធម្មតាកូនខ្ញុំមកដំបូងហ្នឹងគឺគាត់ការបកិរិយាការនិយាយស្ដីអីគឺអត់ទាន់បានល្អទេគឺមានការពិបាកខ្លាំងក្នុងការយល់អំពីអារម្មណ៍របស់គាត់និងគេហៅថាតម្រូវការរបស់គាត់យើងអត់សូវយល់ទេតែដល់ពេលគាត់មកទទួលការបណ្ដុះបណ្ដាលនៅទីនេះគឺគាត់មានការរីកចម្រើនទាំងការនិយាយស្ដីទាំងអាកប្បកិរិយានិងអារម្មណ៍របស់គាត់ហ្នឹងគឺល្អជាងមុនចាប្រសើរជាងមុនសប្បាយចិត្តដែលសម្ដេចតេជោហ៊ុនសែនសម្ដេចធិបតីហ៊ុនម៉ាណែតនិងលោកជំទាវ ពេជ្រចាន់មនីគាត់បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកុមារដែលមាន Autism ដោយគាត់ធ្លាប់មានប្រសាសន៍គឺគាត់មិនទុកឲ្យនរណាម្នាក់គាត់ទុកណាគេម្នាក់ចោលទេគឺគាត់គិតគូរទាំងអស់តាំងពីថ្នាក់ក្រោមរហូតថ្នាក់លើរហូតដល់ថ្នាក់ក្រោមតាំងពីមនុស្សចាស់ជរាកុមារនិងកុមារដែលមានតម្រូវការពិសេសដោយកូនរបស់ខ្ញុំអញ្ចឹងចាទី1កូនខ្ញុំដំបងអត់ចេះនិយាយសោះរហូតខ្ញុំមករៀនបាន3ឆ្នាំនេះឥឡូវកូនខ្ញុំឡើងដល់ថ្នាក់ទី1អាចនិយាយអាចសួរនាំហើយសាលាមានការរីកចម្រើនច្រើនការពីខ្ញុំមកដំបងមានតែអគារ2ហើយនឹងអគារកង់តឺន័រឥឡូវចេញជាអគារតេជោនៅអគារធិបតីបានច្រើនហើយទីធ្លាសិតតែស្មៅស្អាតទេសភាពនិយាយទៅយើងយកកូនមករៀនគឺអត់មានបញ្ហាបារម្ភពីសុខភាពកូនទេដោយសារអីសាលាមានទ្វារលបងចេញចូលមានអ្នកជាត្រឹមត្រូវទីធ្លាសិតតែស្មៅហើយគ្រូគាត់ពេលម៉ោងចេញលេងលោកគ្រូអ្នកគ្រូគាត់តាមដានមើលសិស្សរហូតនៅក្នុងថ្នាក់យើងក្រាជាកម្រាជ័រការពារក្មេងតកៅអីប្រើសិតតែសម្ភារៈមានគុណភាពស្តង់ដារសាលារៀនគឺជាកន្លែងបង្កើតនៅបរិយាកាសនិងជាវេទិកាអំណោយផលក្នុងការសិក្សាស្រាវជ្រាវប្រកបដោយសុវត្ថិភាពនិងបរិយាបន្នជាពិសេសការផ្សារភ្ជាប់ទៅនឹងទ្រឹស្ដីទៅនឹងការអនុវត្តជាក់ស្ដែងការរៀបចំអភិវឌ្ឍវិទ្យាល័យអប់រំពិសេសនៅពេលនេះគឺជាសក្ខីភាពមួយបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលដោយមិនបោះបង់នរណាម្នាក់នោះទេទោះបីជាកុមារមានពិការភាពខ្សោយប្រាជ្ញាឬ Autism ក៏ដោយក៏រាជរដ្ឋាភិបាលនៅតែបន្តអប់រំបណ្ដុះបណ្ដាលពួកគេជានិច្ច
ពីដំបងឡើងយើងត្រូវនាំកូនយកឯកសារមកសម្ភាសហើយយើងត្រូវរងចាំបញ្ហាបងលុយបងកាក់អត់មានទេពីមុនជាអង្គការដំបងបំផុតជាអង្គការយើងត្រូវតែជួយព្រួយបងលុយបងកាក់ប៉ុន្តែដល់ពេលបានក្របខ័ណ្ឌរដ្ឋហើយអត់មានបងលុយបងកាក់អីទេរំភើបរីករាយបងអើយដូចប្រៀបបានដូចជាកើតម្ដងទៀតអញ្ចឹងព្រោះអីបើសិនជាឲ្យខ្ញុំនាំកូនទៅរៀនសាលាឯកជនមួយខែ2 3 400ខ្ញុំទៅអត់រួចទេជីវភាពរបស់ពួកយើងគឺមានកម្រិតក្នុងទឹកចិត្តរំភើបក្តុកក្តួលហើយជាមួយនឹងរីករាយមែនតែនដែលបានកូនមករៀននៅនេះមានបរិស្ថានជុំវិញទេសភាពកន្លែងក្មេងលេងពួកគាត់បន្ធូរអារម្មណ៍កាត់បន្ថយ stress គាត់អាចរៀនចូលរីកចម្រើនទៅមុខបានល្អនឹងជាអីដែលខ្ញុំជាអាណាព្យាបាលក៏ដូចជាអាណាព្យាបាលដទៃទៀតគាត់ចង់បានដូចគ្នាពួកគាត់សិតតែចង់បានអញ្ចឹងសំខាន់កូនបានចេះរីកចម្រើនទៅមុខសូមអរគុណដល់លោកគ្រូច័ន្ទសរិនដែលជាស្ថាបនិកបង្កើតសាលានេះឡើងដំបូងគេហើយក៏សូមអរគុណដល់សម្ដេចហ៊ុនសែនដែលជួយគ្រប់គ្រងតាំងពីកកើតសាលាមកដំបូងជួយសាងសង់អគារហើយក៏បានបញ្ចូលក្របខ័ណ្ឌសាលាទៅជាអប់រំពិសេសទី6ក៏បានផ្ដល់ក្របខ័ណ្ឌជូនលោកគ្រូអ្នកគ្រូហើយបន្ទាប់មកទៀតសម្ដេចធិបតីក៏បានជួយហូហែតាមក្រោយមកទៀតមានអគារយើងមើលមានអគារដោះដាល3ជាន់ពេញនឹងបរិស្ថានជុំវិញល្អប្រសើរមែនទែនហើយកូនសិស្សក៏រីកចម្រើនទៅមុខសាលាក៏រីកចម្រើនទៅមុខបានផ្ដល់ក្តីសង្ឃឹមថ្មីដល់ពួកយើងខ្ញុំជាអាណាព្យាបាលក្តីសង្ឃឹមថ្មីប្រៀបបាននឹងកើតម្ដងទៀតចឹងណាបងណាព្រោះមិននឹកស្មានថាកូនពួកខ្ញុំអាចរីកចម្រើនបានល្អដល់ប៉ុណ្ណឹងវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅបច្ចុប្បន្នមានគ្រូបណ្ដុះបណ្ដាលជំនាញអប់រំកុមារពិសេសនេះប្រមាណជាង100នាក់ដែលកំពុងតែអប់រំកុមារដែលខ្សោយសតិបញ្ញាឬ Autism នេះហើយលោកគ្រូអ្នកគ្រូមួយចំនួនក៏ត្រូវបានបញ្ចូលទៅក្នុងក្របខ័ណ្ឌនៃក្រសួងអប់រំយុវជននិងកីឡាផងដែរការបង្រៀនកុមារ Autism នេះគឺពិតជាជួបការលំបាកជាច្រើនដែលទាមទារឲ្យលោកគ្រូអ្នកគ្រូទាំងអស់មានការអត់ធ្មត់ខ្ពស់និងមានចំណេះជំនាញទៅលើការអប់រំកុមារប្រភេទនេះយើងដឹងហើយថាគាត់ជាកុមារដែលមានតម្រូវការពិសេសចាអញ្ចឹងពិតណាស់ប្រកាសជាមានការលំបាកច្រើនតកតងទៅនឹងអាកប្បកិរិយារបស់គាត់ចាពេលខ្លះគាត់មានអារម្មណ៍ថាគាត់មួម៉ៅចាគាត់អាចមានស្ដែងចេញនៅអំពើហិង្សាមិនថាទៅលើខ្លួនគាត់ឬក៏ក្រុមគ្រួសារក៏ដូចជាលោកគ្រូអ្នកគ្រូផងដែរនេះហើយជាការលំបាករបស់ក្នុងនាមជាគ្រូបង្រៀនជនដែលមានពិការភាពចាហើយតកតងទៅនឹងវិធីសាស្ត្រដែលនាងខ្ញុំបានធ្វើចំពោះពួកគាត់គឺទី1នាងខ្ញុំយល់ពីអារម្មណ៍របស់គាត់ចាពីព្រោះយើងដឹងថាកុមារបែបហ្នឹងគឺគាត់គ្មានអ្វីដែលក្រៅពីការធ្វើឲ្យគាត់ភ្ញូចអារម្មណ៍របស់គាត់ឲ្យគាត់មានអារម្មណ៍ថាគាត់សប្បាយរីករាយចាអញ្ចឹងបញ្ជាទូទៅនៅស្រុកគេលោកគ្រូចាខ្ញុំនិយាយតាក់ទងទៅនឹងថានៅខាងស្រុកគេវិញគេតែងតែមានបន្ទប់មួយដែលគេហៅថាបន្ទប់ sensory room ចាអញ្ចឹងមានតែបន្ទប់ sensory room មួយគត់ដែលអាចជួយកាត់បន្ថយនៅភាពតានតឹងរបស់គាត់កាលណាដែលយើងឲ្យគាត់មានភាពតានតឹងអញ្ចឹងគាត់ស្ដែងចេញនៅអាកប្បកិរិយាអវិជ្ជមានច្រើនចាអញ្ចឹងបន្ទប់ sensory room នេះគឺយើងបានភ្ញូចនៅអារម្មណ៍របស់គាត់ឲ្យគាត់មានភាពសប្បាយរីករាយកាលណាគាត់មានភាពសប្បាយរីករាយគាត់នឹងកាត់បន្ថយនៅភាពតានតឹងអារម្មណ៍របស់គាត់អញ្ចឹងធ្វើឲ្យអារម្មណ៍របស់គាត់មានការល្អប្រសើរឡើងហើយគាត់ក៏អាចរៀនបានធម្មតាដែរកុមារយើងគឺខុសពីកុមារទូទៅអញ្ចឹងកុមារពិសេសទោះតែលោកគ្រូអ្នកគ្រូហ្នឹងគឺមានបច្ចេកទេសពិសេសដែរបានអាចបរៀនគាត់បានសម្រាប់ការបង្រៀនរបស់គាត់ហ្នឹងគឺយើងត្រូវមានបច្ចេកទេសក្នុងការបរៀនគឺត្រូវមានសម្ភារៈបាទសម្ភារៈគឺឧទាហរណ៍ដូចគឺជាសម្ភារៈដែលមើលឃើញភ្លាមមានន័យថាដូចជាបានរូបភាពកាតសញ្ញាជាដើមហ្នឹងគឺដើម្បីឲ្យគាត់មើលឃើញគាត់បានសិក្សាភ្លាមបាទទី2គឺបរិស្ថានបរិយាកាសនៅក្នុងថ្នាក់រៀនអញ្ចឹងថ្នាក់រៀនគឺត្រូវតែមានភាពស្ងប់ស្ងាត់អញ្ចឹងមានរបៀបរៀបរយរៀបចំបានល្អអញ្ចឹងធ្វើឲ្យការទទួលការសិក្សារបស់គាត់គឺទទួលបានផលល្អបាទទី2គឺមួយទៀតគឺការលើកទឹកចិត្តបែបវិជ្ជមាននិងការរំពឹងទុកបាទមានន័យថាលោកគ្រូអ្នកគ្រូត្រូវធ្វើអាកប្បកិរិយាល្អដើម្បីឲ្យសិស្សទទួលយកបាននៅក្នុង
ដែលគាត់មើលឃើញគាត់នឹងអនុវត្តតាមយើងហើយយើងធ្វើល្អឧទាហរណ៍ថាឲ្យនំសំពះជំរាបសួរអរគុណអីចឹងដូចជាអរគុណអីចឹងគាត់នឹងអនុវត្តតាមយើងអាហ្នឹងយើងលើកទឹកចិត្តបែបវិជ្ជមានហើយមានការរំពឹងទុកបើតាមការបញ្ជាក់ពីលោកចាន់សរិនបច្ចុប្បន្ននេះកុមារដែលមានជំងឺប្រភេទអូទីសឹមនេះគឺចេះតែមានការកើនឡើងជាបន្តបន្ទាប់ដូច្នេះហើយទើបរាជរដ្ឋាភិបាលកម្ពុជាបានបន្តយកចិត្តទុកដាក់ជាបន្តបន្ទាប់ដើម្បីរួមចំណែកក្នុងការអប់រំបណ្ដុះបណ្ដាលជួយសម្រាលបន្ទុកដល់អាណាព្យាបាលនិងធ្វើឲ្យអនាគតរបស់ពួកគេកាន់តែមានភាពប្រសើរឡើងទោះបីជាអូទីសឹមមិនត្រូវបានគេកំណត់ថាតើមូលហេតុអ្វីពិតប្រាកដក៏ដោយក៏ប៉ុន្តែបងប្អូនដែលមានផ្ទៃពោះក៏គួរតែពិនិត្យសុខភាពឲ្យបានដល់ជាមួយគ្រូពេទ្យជំនាញដើម្បីការពារសុខភាពបច្ចុប្បន្ននេះចំនួនកូនសិស្សមានការកើនឡើងច្រើនគឺមានកត្តាពីរយ៉ាងទី1ដោយសារឪពុកម្ដាយលោកយល់ដឹងថាកូនគាត់មានបញ្ហាអូទីសឹមពីដើមឡើយគាត់ដឹងថាអូទីសឹមវាយ៉ាងម៉េចទេនៅពេលដែលយើងផ្សព្វផ្សាយតាមប្រព័ន្ធព័ត៌មានប្រព័ន្ធទូទៅគាត់ផ្សព្វផ្សាយគាត់ដឹងថាកូនគាត់មានបញ្ហាអូទីសឹមគាត់បានបញ្ជូនមកសាលាអញ្ចឹងដល់ពេលបញ្ជូនមកដឹងច្រើននេះបញ្ជូនមកកកផ្ទះរងចាំហើយទី2យើងក៏កំពុងតែបារម្ភមានការដែលប្រព័ន្ធបច្ចេកវិទ្យាច្រើនក៏អាចបង្កឲ្យក្មេងមានបញ្ហាដែរដូច្នេះហើយបានជាខ្ញុំគិតថាចំណុចនេះគឺប្រជាពលរដ្ឋដែលមានផ្ទៃពោះក៏គួរតែពិនិត្យសុខភាពបានដល់ការថែទាំសុខភាពទៅលើការរបបអាហារហូបចុកបញ្ហាគ្រឿងញៀនបញ្ហារឿងគ្រឿងស្រវឹងបញ្ហាអំពើហិង្សាក្នុងគ្រួសារបញ្ហាផ្សេងៗគឺជាកត្តាធ្វើឲ្យស្ត្រីនឹងគឺអាចមានបញ្ហាដែរដូច្នេះនេះអ្វីជាការការពារប៉ុន្តែរឿងពិតប្រាកដថាហេតុអ្វីបានជាមានអូទីសឹមនេះគឺអ្នកវិទ្យាសាស្ត្រមិនទាន់បកស្រាយបានទេគាត់គេសង្ស័យកត្តាពីរយ៉ាងទី1កត្តា Zen 15% និងកត្តាបឋានសង្ស័យ25%បើតាមគ្រូជំនាញបានដឹងថាកុមារអូទីសឹមនេះមិនមែនសុទ្ធតែកុមារទាំងអស់ខ្សោយនៅសតិបញ្ញាទាំងការគិតនោះទេក៏មានកុមារខ្លះមានបញ្ញាឈ្លាសវៃផងដែរក៏ប៉ុន្តែពួកគេពូកែតែមួយមុខវិជ្ជាណាមួយតែប៉ុណ្ណោះមិនអាចពូកែគ្រប់មុខវិជ្ជាបានឡើយសាលាសម្ដេចតាសម្ដេចយាយធ្វើឲ្យអារម្មណ៍សប្បាយសូមអរគុណសម្ដេចតានិងសម្ដេចយាយដែលបានជួយសាងសង់អគារសិក្សាឲ្យកូនបានរៀនសូត្រអរគុណលោកគ្រូអ្នកគ្រូដែលបានជួយបង្រៀនខ្ញុំអរគុណដល់សម្ដេចបវរថាបតីហ៊ុនម៉ាណែតនិងលោកជំទាវបណ្ឌិតបេក្ខច័ន្ទមនីហ៊ុនម៉ាណែតដែលបានជួយសាងសង់អគារសិក្សាឲ្យកូនបានរៀនសូត្រខ្ញុំស្រឡាញ់សម្ដេចបវរថាបតីហ៊ុនម៉ាណែតនិងលោកជំទាវបណ្ឌិតបេក្ខច័ន្ទមនីហ៊ុនម៉ាណែតណាទៅសប្បាយស្ងាត់យ៉ាងធំវែងនៅអាគារ3បងប្អូនសូមអរគុណដល់សម្ដេចតានិងសម្ដេចយាយដែលបានជួយសាងសង់អគារសិក្សាឲ្យកូនបានរៀនសូត្របងប្អូនស្រឡាញ់សម្ដេចតានិងសម្ដេចយាយណាស់អរគុណដល់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនិងលោកជំទាវបណ្ឌិតបេក្ខច័ន្ទមនីហ៊ុនម៉ាណែតតែបានជួយសាងសង់អគារសិក្សាឲ្យកូនបានរៀនសូត្រទឹកចិត្តមិនអាចកាត់ថ្លៃបានឡើយរបស់ថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជាគឺពិតជាបានរួមចំណែកដ៏សំខាន់ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សជាពិសេសលើកុមារខ្សោយសតិបញ្ញាឬអូទីសឹមនេះដែលធ្វើឲ្យអាណាព្យាបាលមានក្តីសង្ឃឹមនិងធ្វើឲ្យអនាគតកូនគាត់កាន់តែមានភាពល្អប្រសើរឡើងខ្ញុំបាទសូមយកឱកាសនេះសូមគោរពថ្លែងអរគុណប្រកបដោយកតញ្ញូតាធម៌ដល់ខ្ពង់ពោះពុតជូនចំពោះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានិងជាប្រធានក្រុមឧត្តមប្រឹក្សាប្រព័ន្ធផ្សព្វផ្សាយនិងសម្ដេចកតិប្របណ្ឌិតបូរនីហ៊ុនសែនប្រធានកាកបាទของកម្ពុជាដែលលោកទាំងទ្វេតែងតែយកចិត្តទុកដាក់ហើយក៏សូមគោរពអរគុណដល់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនិងលោកមន្ត្រីបណ្ឌិតពេជ្រច័ន្ទមនីហ៊ុនម៉ាណែតដែលលោកទាំងទ្វេក៏តែងតែយកចិត្តទុកដាក់គ្រប់ពេលវេលាហើយខ្ញុំបាទក្នុងនាមឲ្យគណៈគ្រប់គ្រងសាលាក៏ចៅពីការទាំងអស់សូមគោរពជូនពរសម្ដេចតេជោសម្ដេចកតិប្របណ្ឌិតនិងសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីលោកបណ្ឌិតសូមលោកទាំងទ្វេទទួលបានសុខភាពល្អអាយុយឺនយូរហើយជាពិសេសបន្តនាំនូវសន្តិភាពការពារជាតិដើម្បីបុរណភាពទៅដីរបស់យើងសូមគោរពអរគុណដូច្នេះនៅពេលខាងមុខយើងសង្ឃឹមជឿជាក់ថារាជរដ្ឋាភិបាលកម្ពុជានឹងបន្តយកចិត្តទុកដាក់ជាបន្តទៀតទៅលើការអប់រំកុមារអូទីសឹមតាមរយៈការបណ្ដុះបណ្ដាលអប់រំការកសាងសាលារៀនដែលជាថ្នាលបណ្ដុះពួកគេឲ្យក្លាយទៅជាធនធានដ៏សំខាន់របស់ប្រទេសជាតិនាពេលខាងមុខ។